សម្ដេចធិបតីហ៊ុនម៉ាណែតគូនីអាស៊ីដែលឈ្មោះទៅកាន់យុគសម័យ 4.0 ដោយមនសិការជាតិនិយមរាជធានីភ្នំពេញព្រឹកថ្ងៃអង្គារថ្ងៃទី10ខែកុម្ភៈឆ្នាំ 2026 នេះក្នុងបរិយាកាសដ៏មហោឡារិកនិងពោពេញទៅដោយមោទនភាពជាតិសម្ដេចបន្តវេនមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ដែងសម្ដាលជាមួយនឹងក្មួយៗសិស្សានុសិស្សជាប់និទេស A វត្តមានរបស់សម្ដេចបន្តវេនមិនត្រឹមតែជាការផ្ដល់កិត្តិយសដល់យុវជនឆ្នើមតែប៉ុណ្ណោះទេប៉ុន្តែវាគឺជាការបញ្ជាក់នៅការសន្យារបស់សម្ដេចបន្តវេនកូនីអាស៊ីក្នុងការដឹកនាំនាវាកម្ពុជាទៅរកភាពរុងរឿងជាទីបំផុតនាពេលស្ដាប់ប្រសាសន៍របស់សម្ដេចម្ដងមហាជនពលរដ្ឋក៏ដូចជាសិស្សានុសិស្សម្នាក់ៗពិតជាមានអារម្មណ៍ព្រឺសម្បុរព្រោះគ្រប់ពាក្យពេចន៍សុទ្ធតែបង្កប់នៅមនោសញ្ចេតនាជ្រាលជ្រៅបំផុតនិងក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់កម្ពុជាទាំងមូលសម្ដេចបន្តវេនកូនីអាស៊ីបានសង្កត់ធ្ងន់លើការបណ្ដុះបណ្ដាលធនធានមនុស្សឲ្យដើរទាន់បដិវត្តឧស្សាហកម្ម 4.0 ដោយជំរុញឲ្យយុវជនចាប់យកជំនាញបច្ចេកវិទ្យាជាធំដើម្បីប្រកួតប្រជែងលើឆាកអន្តរជាតិនេះគឺជាយុទ្ធសាស្ត្រយុវជនម្នាក់ជំនាញមួយយ៉ាងតិចប្រចាំជីវិតដែលជាគ្រឹះនៃសេដ្ឋកិច្ច Digital អ្វីដែលធ្វើឲ្យរំភើបញាប់ញ័រខ្លាំងបំផុតនោះគឺជំហរដៃថៃបដ៏រឹងមាំលើបញ្ហាព្រំដែនសម្ដេចបានបញ្ជាក់យ៉ាងច្បាស់ថារាជរដ្ឋាភិបាលនឹងខិតខំដោះស្រាយបញ្ហាព្រំដែនតាមរយៈយន្តការច្បាប់អន្តរជាតិនិងសន្តិវិធីប៉ុន្តែមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែព្រំដែនដោយប្រើប្រាស់កម្លាំងបាយនេះគឺជាសារដាស់តឿនដល់សត្រូវផងនិងការផ្ដល់ភាពកក់ក្ដៅដល់ប្រជាជាតិផងដែរដោយពាក្យស្លោកដែលសម្ដេចតែងរំលឹកថាយុវជនខ្លាំងជាតិរឹងមាំយុវជនមានជំនាញជាតិមានអនាគតសន្តិភាពជាគ្រឹះយុវជនជាសសរទ្រូង 4.0 ជាកម្លាំងជលករសម្ដេចបន្តវេនកូនីអាស៊ីមិនត្រឹមតែជានាយករដ្ឋមន្ត្រីដែលដឹកនាំដោយបច្ចេកទេសល្អផូរផង់ប៉ុណ្ណោះទេប៉ុន្តែជាមេដឹកនាំដែលប្រកបដោយមេត្តាធម៌និងការថ្លឹងថ្លែងដ៏ឆ្លៀសវៃបំផុតសកម្មភាពរបស់សម្ដេចក្នុងការពង្រឹងវិស័យអប់រំនិងការការពារបូរណភាពទឹកដីបានសបញ្ជាក់ថាកម្ពុជាកំពុងស្ថិតនៅលើវិថីត្រឹមត្រូវបំផុតហើយក្រោមការដឹកនាំរបស់មេដឹកនាំវ័យក្មេងដ៏មានសក្តានុពលបំផុតនៃព្រះរាជាណាចក្រកម្ពុជាអរគុណសន្តិភាពជ័យយោសម្ដេចតេជោធិបតី